បានសំពីងសំពងហ្នឹងទៅណាមកហ្នឹងហើយតបោះតង់នៅភូមិកញ្ចក់ផលិតកម្ម LD នេះគេនាំគ្នាទៅបោះតង់នៅភូមិកញ្ចក់គ្រប់គ្នានេះហើយចាំកាលទៀតយើងបានហើយអូនបើមុនទៅចាំប្រាប់រឿងមួយភូមិកញ្ចក់ដែលនៅរតនគិរីហ្នឹងនិយាយទៅយើងដូចមានបទពិសោធន៍ដែរធ្លាប់តែធ្វើការនៅនឹងមួយឆ្នាំអញ្ចឹងមកឥឡូវនិយាយប្រាប់ហ្មងចាសួស្តីបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំឃើញផលិតកម្ម LD កំពុងតែចេញ trailer រឿងទៅបោះតង់នៅភូមិកញ្ចក់អញ្ចឹងទៅខ្ញុំក៏ធ្វើឲ្យខ្ញុំនឹងនឹកឃើញកាលពីខ្ញុំទៅធ្វើការនៅរតនគិរីកាលពីជំនាន់2012ឬក៏2013អីទេខ្ញុំអត់ចាំដោយសារវាយូរឆ្នាំអីប៉ុន្តែពេលដែលខ្ញុំបានមើល trailer របស់គេនឹងហើយគឺធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ថាខ្ញុំនឹកឃើញរឿងគ្រប់យ៉ាងមកវិញហ្មងបងប្អូនទាំងអស់គ្នាដូចថាមនុស្សយើងធ្លាប់តែនៅពេញធ្លាប់តែមានផ្ទះមានភ្លើងមានទឹកអីប្រងព្រាតអីអញ្ចឹងណាប៉ុន្តែដល់ពេលដែលខ្ញុំទៅធ្វើការនៅរតនគិរីហ្នឹងគឺខ្ញុំធ្វើជាពេទ្យដែលត្រូវចុះទៅណែនាំសុខភាពដល់ប្រជាពលរដ្ឋដែលជាជនជាតិភាគតិចនៅតាមតំបន់ក្នុងព្រៃឆ្ងាយនៅក្នុងព្រៃភ្នំអីចឹងណាហើយដល់ពេលចឹងទៅវាជាលើកដំបូងហើយនៅក្នុងជីវិតកាលហ្នឹងគេចែកម៉ូតូឲ្យម្នាក់មួយដូចថាក្នុងមួយសប្តាហ៍អញ្ចឹងខ្ញុំត្រូវចុះទៅតាមភូមិជួនកាលទៅ3ថ្ងៃ4ថ្ងៃក៏មានដែរពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រទើបយើងត្រឡប់មកទីក្រុងវិញទីតាំងរបស់អង្គការគឺនៅក្នុងក្រុងបានលុងហ្មងប៉ុន្តែយើងត្រូវទៅចុះទៅគ្រប់ភូមិទាំងអស់នៅក្នុងខេត្តរតនគិរីអញ្ចឹងនៅពេលដែលយើងចុះម្ដងមកភូមិហ្នឹងគឺយើងត្រូវទៅគេងនៅក្នុងភូមិហ្នឹងហ្មងខ្ញុំដែលជាអ្នកមកពីភ្នំពេញនេះបងជនជាតិភាគតិចហ្នឹងគាត់ទៅមួយដែរដោយសារគាត់ធ្វើការនៅក្នុងអង្គការហ្នឹងដែរអញ្ចឹងណាមុនពេលដែលយើងទៅគេត្រូវ train យើងសិនមិនអញ្ចឹងគេ train យើងដូចថាពាក្យណាដែលគួរនិយាយពាក្យណាមិនគួរនិយាយរបស់ណាគួរយករបស់ណាមិនគួរយកហើយយើងត្រូវធ្វើមិនដើម្បីកុំឲ្យយើងខុសគោលការណ៍របស់ខាងបងប្អូនជនជាតិភាគតិចអីអញ្ចឹងណាហើយសូម្បីតែការនិយាយស្ដីរបស់យើងជាមួយនឹងបងប្អូនជនជាតិភាគតិចហ្នឹងក៏យើងត្រូវតែប្រយ័ត្នដែរព្រោះអីវាអាចនឹងយើងនិយាយអត់ត្រូវវាទៅជាខុសវិញអញ្ចឹងណាដោយសារតែយើងត្រូវចូលទៅណែនាំសុខភាពពួកគាត់ហើយខ្ញុំឃើញនៅក្នុង trailer របស់រឿង LD ហ្នឹងមាននិយាយពីរឿងពេលដែលខាងពួកគាត់ស្លាប់ត្រូវធ្វើមិនអីហ្នឹងណាខ្ញុំទៅហើយខ្ញុំជួបអស់ហើយនិយាយទៅគឺដូចនៅក្នុង trailer ហ្នឹងទាំងអស់ហ្មងពេលដែលយើងទៅគ្រាន់ថាយើងមិនមែនទៅដល់ថ្នាក់យើងឃើញខ្មោចឃើញអីទេប៉ុន្តែយើងឃើញអសភាពទំនៀមទម្លាប់របស់គេដែលគេរស់នៅមិនគេធ្វើមិនផ្លូវអីក៏ពិបាកទៅដែរគឺផ្លូវជិះម៉ូតូចូលហ្នឹងពិបាកមែនតើកាលជំនាន់ហ្នឹងឥឡូវខ្ញុំអត់ដឹងមិនទេភ្លៀងអីហ្នឹងល្អិលដួលអីហើយផ្លូវខ្លះគ្រោះថ្នាក់មែនតើប៉ុន្តែយើងតស៊ូមែនតើហ្មងតម្រាំទៅដល់ហើយក៏មានបងក្រុមការងារហ្នឹងគាត់ជួយខ្ញុំច្រើនដែរដោយសារតែខ្ញុំជិះម៉ូតូខ្លួនឯងហ្នឹងអត់កើតទេកន្លែងខ្លះដែលវាគ្រោះថ្នាក់ត្រូវឆ្លងស្ពានឆ្លងទឹកអីអញ្ចឹងហ្នឹងត្រូវគាត់ជួយយើងហើយយើងដើរយោងតាអាត្មាទៅនៅពេលដែលយើងទៅដល់ភូមិគេអីចឹងយើងឃើញគេធ្វើពិធីអីរំរែកជុំគ្នាអីយើងចេះឆ្ងល់ថាគេធ្វើអីគេហ្នឹងគេមានការមានបុណ្យមែនដល់ពេលទៅសួរទៅបនសពសោះហ្នឹងយប់ឡើងយើងគេងនៅផ្ទះមេភូមិទៅគាត់បានផ្ដល់បាយទឹកឲ្យយើងកន្លែងស្នាក់នៅឲ្យយើងអញ្ចឹងទៅដោយសារយើងជាពេទ្យដែលចុះទៅអប់រំប្រជាជនអីអញ្ចឹងណាមានភូមិខ្លះយើងទៅដល់គឺស្ងាត់ជ្រាបហ្មងគឺស្ងាត់អត់មានមនុស្សទេគេទៅនៅជាការទៅអីបាត់អស់ហើយដល់ពេលហើយខ្ញុំទៅដល់គឺយប់ហើយម៉ោង6ម៉ោង7យប់ហ្នឹងណាដល់ពេលខ្ញុំទៅដល់ភ្លាមយើងក៏ចាប់ផ្ដើមរកកន្លែងគេងសិនស្អែកបើយើងចាប់ផ្ដើមធ្វើការអញ្ចឹងណាហើយនៅពេលដែលយើងរកកន្លែងគេងហ្នឹងខាងបងស្រីដែលគាត់ធ្វើជាដូចរបៀបគេហៅថាអ្នកសុខភាពតាមភូមិគេអញ្ចឹងណាគេតំណែងមួយពួកយើងអញ្ចឹងទៅគាត់ខ្ញុំក៏សួរគាត់ខ្ញុំថាបងមិនក៏ក្នុងភូមិស្ងាត់ម៉េះអីអញ្ចឹងណាហ្នឹងហើយមានណាដល់ពេលគាត់ឆ្លើយមកដឹងមិនចឹងទៅចកាទៅដេកនៅចកាអីអស់ហើយអត់មានណាគេគេក្នុងភូមិទេហើយបើសិនជាក្រុមលោកគ្រូមកពីម្សិលមិញអីហ្នឹងមនុស្សនៅពេញភូមិហ្មងដល់ពេលហើយខ្ញុំក៏សួរថាបងមានកម្មវិធីអីមែនម្សិលមិញដល់ពេលហើយគេក៏ថាអត់ទេមានបុណ្យសពស្ត្រីឆ្លងទន្លេអត់រួចហើយស្លាប់គាត់គ្រាន់តែប្រាប់ខ្ញុំអញ្ចឹងភ្លាមខ្ញុំចាប់ផ្ដើមព្រឺរោមហ្មងខ្ញុំថាហើយល្ងិតឆឹងអត់មានភ្លើងអត់មានអីទេគឺល្ងិតឆឹងហ្មងប្រើជាគៀងអីទេហើយមែនតើហ្មងដល់ពេលអញ្ចឹងក្រុមការងារក៏គេខ្លាចគេភ័យដែរដល់ពេលហើយក៏សួរថាអញ្ចឹងគេហត់ចោលផ្ទះអស់ហ្មងហើយអាផ្ទះដែលអ្នកដែលស្លាប់ហ្នឹងនៅណាគាត់ចោលទៅហ្នឹងអាចជាប់ផ្ទះដែលខ្ញុំត្រូវគេហ្នឹងហ្មងអាពេលហ្នឹងហើយបងប្អូនគឺបាសសក់មែនតើហ្មងគាត់ងូតទឹកក៏បបួលគ្នាទៅងូតជុំគ្នានៅក្រោមផ្ទះហ្នឹងដែរគេមានពាងទឹកនៅខាងក្រោមហ្នឹងអញ្ចឹងឲ្យយើងងូតជុំគ្នាយប់ឡើងត្រូវការទៅបន្ទប់ទឹកទៅអីហ៎នៅខាងនោះជំនាន់នោះគឺគេអត់ទាន់មានបន្ទប់ទឹកស្អាតទេមានមួយទេដែលមានអង្គការអីចុះទៅធ្វើឲ្យអញ្ចឹងណាហើយបើថាអត់ទេគឺព្រៃធម្មជាតិហ្នឹងឯងដល់ពេលយប់ឡើងឈឺបាត់ជើងឈឺអីនោះហើយគឺថាអូគ្នាមានគ្នា3 4នាក់ហ្នឹងអូគ្នាទៅទាំងអស់
ហើយជួបអារឿងអញ្ចឹងដដែលហើយច្រើនមែនតើណាអានេះគាត់ខ្ញុំ share ពីបទពិសោធន៍ពិតរបស់ខ្ញុំឯងអញ្ចឹងបើបងប្អូនចង់ដឹងថារឿងហ្នឹងមិនទេចាំទៅទស្សនាទាំងអស់គ្នាទៅផលិតកម្ម LD គេចិត្តចេញហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត